អ្នកធ្លាប់ឆ្ងល់ទេថានៅពេលណាដែលយើងអាចមើលឃើញភពព្រហស្បតិ៍ឬ Jupiter ដែលជាស្ដេចនៃភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យភ្លឺច្បាស់បំផុតនៅលើមេឃថ្ងៃនេះយើងនឹងមកនិយាយអំពីបាតុភូតតារាសាស្ត្រដ៏ពិសេសមួយដែលហៅថា Jupiter at opposition ឬក៏ភពព្រហស្បតិ៍នៅទល់មុខព្រះអាទិត្យនេះជាពេលវេលាដ៏ល្អបំផុតប្រចាំឆ្នាំដែលមនុស្សគ្រប់គ្នាមិនថាអ្នកមាន telescope ឬក៏មើលដោយផ្ទាល់ភ្នែកទទេនោះទេក៏អាចទស្សនាភពយក្សនេះបានយ៉ាងតើពាក្យ at opposition មានន័យយ៉ាងដូចម្ដេចសាមញ្ញបំផុតវាជាបាតុភូតដែលផែនដីរបស់យើងបំផ្លាស់ទីមកចំចន្លោះកណ្ដាលរវាងព្រះអាទិត្យនិងភពព្រហស្បតិ៍នៅក្នុងខ្សែបន្ទាត់ត្រង់មួយនៅពេលដែលព្រះអាទិត្យលិចបាត់ទៅនៅជើងមេឃខាងលិចនៃភពព្រហស្បតិ៍នឹងរះឡើងភ្លាមៗនៅជើងមេឃផ្នែកខាងកើតហើយនៅពេលដែលព្រះអាទិត្យរះឡើងវិញនៅពេលព្រឹកភពព្រហស្បតិ៍ក៏លិចទៅវិញដូចគ្នាបានន័យថាភពព្រហស្បតិ៍នឹងបង្ហាញខ្លួននៅពេលមេឃពេញវងយប់តែម្ដងបាតុភូតនេះកើតឡើងរៀងរាល់13ខែម្ដងឬប្រហែលប្រមាណជា399ថ្ងៃម្ដងដោយសារតែល្បឿននៃការវិលជុំរបស់ព្រះអាទិត្យពីផែនដីនិងភពព្រហស្បតិ៍មានលក្ខណៈខុសគ្នាទៅវិញបានជាព្រឹត្តិការណ៍នេះពិសេសខ្លាំងមានហេតុផលធំៗចំនួន2ដោយសារតែវាជាចំណុចដែលភពព្រហស្បតិ៍ខិតជិតផែនដីបំផុតបើទោះបីវាឆ្ងាយរាប់រយលានគីឡូម៉ែត្រក៏ដោយប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះវាអាចមានចម្ងាយរវាងផែនដីនិងភពព្រហស្បតិ៍គឺខ្លីបំផុតប្រចាំឆ្នាំដែលអាចធ្វើឲ្យយើងមើលឃើញមើលទៅទំហំធំជាងធម្មតាវាភ្លឺបំផុតនៅលើមេឃដោយសារតែវាទទួលបានពន្លឺព្រះអាទិត្យជះមកពេញតែម្ដងមកកាន់ផែនដីភពព្រហស្បតិ៍នឹងបញ្ចេញពន្លឺខ្លាំងជាងគេនៅលើមេឃនៅពេលយប់ក្រៅពីព្រះច័ន្ទនិងភពសុក្រដោយរបៀបណាមើលដោយផ្លែទទេអ្នកនឹងមើលឃើញចំណុចពន្លឺពណ៌លឿងទុំខ្លាំងមួយដែលមិនព្រិចភ្នែកដូចផ្កាយធម្មតានោះទេការប្រើកែវយឹតទូចៗអ្នកអាចមើលឃើញភពព្រហស្បតិ៍រួមជាមួយនឹងព្រះច័ន្ទរណបធំៗទាំង4របស់វានោះគឺ Io, Europa, Ganymede និង Callisto វាបង្ហាញខ្លួនជាចំណុចពន្លឺតូចៗទៀបគ្នាទៅនឹងសងខាងការប្រើ telescope ប្រសិនបើយើងប្រើ telescope យើងក៏អាចមើលឃើញខ្សែក្រវ៉ាត់ពពកពណ៌ដូចត្នោតនិងព្យុះក្រហមយក្សដ៏ល្បីល្បាញនៅលើផ្ទៃរបស់វាផងដែរប្រសិនបើជាអ្នកចង់មើលគ្រាន់តែស្វែងយល់រកកន្លែងណាមួយដែលមានមេឃស្រឡះគ្មានពពកបាំងនិងជៀសវាងពន្លឺភ្លឺខ្លាំងនោះអ្នកនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យតែអ្នកទាំងអស់គ្នាធ្លាប់បានមើលឃើញភពព្រហស្បតិ៍នៅលើមេឃទាំងយប់ដែរឬទេ